អ្នកនាងហេតុអ្វីបានជាមកតាមដានប្តីបែបនេះទៅវិញគឺខ្ញុំចង់ដឹងថាប្តីខ្ញុំមកធ្វើអ្វីនៅទីនេះបានជាគេមកកន្លែងនេះញឹកញាប់ម្ល៉េះចោះលោកពុកអ្នកម៉ែអ្នកនាងទៅណាមិនដេចមិនឃើញនៅផ្ទះអញ្ចឹងចាលោកគឺពួកគាត់យកក្រណាត់ទៅជួញនៅឯស្រុកឆ្ងាយពេលលុះអស់ទើបគាត់ត្រឡប់មកផ្ទះវិញរាល់ថ្ងៃនេះខ្ញុំឯកាណាស់អ្នកនាងឯកាយ៉ាងម៉េចទៅគ្រាន់អ្នកនាងមានប្តីហើយតើមិនប្រឡែងគ្នាឲ្យបាត់ភាពឯកាទៅអ្នកនាងខ្ញុំធ្វើមិនបានទេព្រោះខ្ញុំមិនបានស្រឡាញ់គេឡើយខ្ញុំគ្រាន់តែបំពេញបំណងចាស់តែប៉ុណ្ណោះអ្នកនាងមិនគិតពីអារម្មណ៍របស់ខ្លួនឯងទេឬបើមិនបានស្រឡាញ់អ្នកនាងប្រកែកជាមួយពួកគាត់ទៅខ្ញុំមិនអាចប្រកែកបានទេព្រោះពួកគាត់ជាមិត្តភក្តិនឹងគ្នាបានជំពាក់ពាក្យសម្ដីគ្នាតាំងពីពួកខ្ញុំនៅតូចម្ល៉េះឥឡូវឪពុកម្ដាយគេស្លាប់អស់ហើយខ្ញុំរត់តែមិនអាចប្រកែកបានតែឥឡូវនេះខ្ញុំកំពុងតែរកសេចក្តីសុខឲ្យខ្លួនឯងបណ្ដាឲ្យលោកតើអ្នកនាងរកសេចក្តីសុខឲ្យខ្លួនឯងយ៉ាងម៉េចទៅនេះហើយគឺខ្ញុំកំពុងតែតាមដានគេគ្រប់ជំហានថាគេបានធ្វើអ្វីខ្លះហើយនឹងមានគម្រោងអាក្រក់មកលើគ្រួសារខ្ញុំឬទេបើគេពិតជាធ្វើដូចជាការគិតខ្ញុំមែននេះជាឱកាសល្អខ្ញុំនឹងប្រមូលភស្តុតាងយកទៅតុលាការដើម្បីលែងលះពួកគេនិយាយរួចហើយក៏បន្តអុំទុកទៅមុខទៀតពេលទៅដល់មាត់ស្ទឹងខាងកើតភូមិពួកគេក៏បានឃើញរតនៈនិយាយជាមួយនឹងពួកចោរមួយក្រុមណែពួកឯងយើងឲ្យឯងទៅលួចទ្រព្យសម្បត្តិអ្នកភូមិនោះយ៉ាងម៉េចហើយបានការដែរអត់ពួកអាដែងបាទលោកបងពួកខ្ញុំទៅលួចគេបានសម្រេចហើយលោកបងពួកខ្ញុំលួចមិនឲ្យសល់ទេសូម្បីតែឆ្កែក៏មិនទុកដែរហើយចុះរបស់ដែលលួចបាននោះពួកឯងយកទៅទុកនៅទីណាហើយបាទលោកបងពួកយើងបានយកទៅទុកក្នុងលាងភ្នំដែលយើងធ្លាប់ទុករួចហើយលោកបងហើយមន្ទាជ្រូកដែលខ្ញុំបានលួចនោះខ្ញុំហៅឈ្មួញមកទិញអស់ហើយតែលុយនោះខ្ញុំផឹកស្រាអស់ហើយលោកបងយីពួកឯងនេះបានផឹកស៊ីមិនគិតមកហៅយើងផងយើងនេះនៅតែផ្ទះឃ្លានស្រាចង់ស្លាប់ហើយយើងក៏ stress នឹងប្រពន្ធយើងដែលមឹសនោះណាបាទលោកបងចាំពេលក្រោយខ្ញុំមកបបួលលោកបងមិនអីទេឥឡូវពួកឯងនាំគ្នាទៅវិញចោះយើងរកទៅផ្ទះយើងវិញហើយខ្លាចប្រពន្ធយើងមកឃើញនៅផ្ទះវេហានាងរ៉ាឌីកំពុងតែមានគំនិតអាក្រក់ចង់យកម្ដាយក្មេកនាងទៅសម្លាប់ចោលយីបងវេហាប្តីក្ររហាមខ្ញុំនេះពេលនេះហើយមិនតាន់មកដល់ទៀតតើខ្ញុំបានអ្វីស៊ីទៅបើគ្មានលុយ1រៀលផងនេះមិនបានទេបើទុកយាយកញ្ចាស់នេះឲ្យនៅរស់ទៀតច្បាស់ជាគ្រួសារខ្ញុំនេះកាន់តែក្រទៅជាមិនខានខ្ញុំនឹងនាំយកយាយកញ្ចាស់នោះយកទៅដុតចោលក្នុងព្រៃបើទុកក៏មិនចំណេញដកចេញក៏មិនខាតដែរម៉ែអើយម៉ែស្មាននេះហើយប្តីខ្ញុំមិនតាន់មកដល់ទៀតតិចគាត់មានរឿងអីទៅម៉ែកូនអើយឯងទៅមើលផ្លូវប្តីឯងនៅមុខផ្ទះទៅមើលឃើញមកឬនៅខ្ញុំទៅមើលឲ្យម៉ែមិនឃើញទេម៉ែឥឡូវម៉ែមកតាមខ្ញុំមកខ្ញុំនឹងនាំម៉ែទៅរកបងវេហានាងរ៉ាឌីក៏បាននាំម្ដាយនាងដើរចេញពីផ្ទះទៅរហូតដល់ក្នុងព្រៃមួយយីខ្ញុំមានគម្រោងដុតយាយកញ្ចាស់នេះតែចង្រៃអីឥឡូវនេះភ្លេចដីកេះទៀតមិនបានទេខ្ញុំទៅយកដីកេះមួយផ្លែសិនមិនបានទេបើខ្ញុំទុកឲ្យយាយកញ្ចាស់នេះនៅម្នាក់ឯងគាត់ច្បាស់ជាដើរទៅណាទៅណីហើយនាងរ៉ាឌីក៏បានយកដំបងវាយម្ដាយក្មេកនាងទាល់តែសន្លប់ពេលនោះនាងក៏បានយកអស់យកទៅដាក់កនៅលើខ្លួនម្ដាយក្មេកនាងដើម្បីដុតបន្ទាប់មកនាងក៏ត្រឡប់ទៅយកដីកេះនៅឯផ្ទះវិញហើយខ្ញុំមកយីចាស់ទៅភ្លេចដីកេះទៅរួចគម្រោងការរបស់ខ្ញុំនេះបេះនឹងរលាយដូចតកកត្រូវថ្ងៃទៅហើយម្ដាយក្មេករបស់នាងបានសន្លប់អស់រយៈពេលយ៉ាងយូរតែពេលនេះគាត់បានដឹងខ្លួនហើយពុទ្ធោកូនអើយហេតុអីបានជាកូនឯងចង់យកម៉ែមកសម្លាប់ចោលបែបនេះមិនបានទេយើងត្រូវតែយករឿងនេះទៅប្រាប់កូនវេហាហើយយើងមិនអាចស្លាប់នៅទីនេះបានទេគាត់បាននិយាយតែប៉ុណ្ណឹងរួចហើយគាត់ក៏បានវាចូលទៅដល់ក្នុងលាអាងមួយ
ចំណែកឯនាងរ៉ាឌីក៏បានយកភ្លើងមកដុតគំនរអស់ដែលនាងបានកើនៅលើខ្លួនម្ដាយក្មេកនាងនោះយាយឯងឆាប់ស្លាប់ភ្លាមទៅយាយឯងនៅនាំតែក្រដល់គ្រួសារខ្ញុំទេនាងនិយាយបែបនេះពីព្រោះថានាងមិនដឹងថាម្ដាយក្មេករបស់នាងបានចាកចេញពីទីនេះឡើយពេលដុតរួចហើយនាងរ៉ាឌីក៏បានដើរត្រឡប់ទៅផ្ទះវិញ